ទឹកប្រាក់មហាសាលចំនួន$10 លានអាមេរិកនឹងផ្ដល់ជូនសម្រាប់អ្នកណាក៏ដោយឲ្យតែផ្ដល់ព័ត៌មានពីមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់គឺលោកម៉ូតឆាបាអេលីខាមេនីនោះនឹងទទួលបានទឹកប្រាក់នេះភ្លាមក្រសួងការបរទេសអាមេរិកបានប្រកាសផ្ដល់ប្រាក់រង្វាន់រហូតដល់$10 លានសម្រាប់ព័ត៌មានដែលនាំទៅដល់ការកំណត់អត្តសញ្ញាណឬទីតាំងរបស់មេដឹកនាំសំខាន់របស់អ៊ីរ៉ង់រួមទាំងមេដឹកនាំកម្ពុជាថ្មីគឺលោកម៉ូតឆាបាអេលីខាមេនីផងដែរនេះបើយោងតាមទីភ្នាក់ងារព័ត៌មានអាណាឌូលូកាលពីថ្ងៃទី13ខែមីនាឆ្នាំ2026នេះតាមរយៈកម្មវិធីផ្ដល់រង្វាន់សម្រាប់យុត្តិធម៌ Reward for Justice ទីក្រុង Washington បានកំណត់គោលដៅលើបុគ្គលដែលបញ្ជានិងដឹកនាំកងកម្លាំង IRGC កងបដិវត្តន៍ឆ្មាំអ៊ីរ៉ង់ដែលរងការចោទប្រកាន់ថាបានរៀបចំផែនការនិងវាយប្រហារនៅជុំវិញពិភពលោកបញ្ជីនេះក៏រួមមានលោកអេលីអាសាហ៊ីចាស៊ីអនុប្រធានខុទ្ទកាល័យមេដឹកនាំកម្ពុជានិងលោកយ៉ាយ៉ារ៉ាហ៊ីមសាហ្វាវីទីប្រឹក្សាយោធាជាន់ខ្ពស់ផងដែរការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោកប៉េតេហាំងសេតរដ្ឋមន្ត្រីការពារជាតិអាមេរិកបានលើកឡើងថាមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់បានរងរបួសខណៈដែលអាមេរិកនិងអ៊ីស្រាអែលបន្តការវាយប្រហារលើប្រទេសនេះភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងយ៉ាងខ្លាំងចាប់តាំងពីការវាយប្រហាររួមគ្នារវាងអ៊ីស្រាអែលនិងអាមេរិកចុងខែ2កន្លងទៅបានសម្លាប់មនុស្សប្រហែល1300នាក់រួមទាំងអតីតមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់គឺលោកអាយ៉ាតូឡាអាលីខាមេនីហើយជាការសងសឹកនោះទីក្រុងតេហេរ៉ង់បានបាញ់បង្ហោះដ្រូននិងមីស៊ីលផ្ដោតលើអ៊ីស្រាអែលហ្សុកដានីអ៊ីរ៉ាក់និងបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលព្រមទាំងប៉ះពាល់ដល់ទីផ្សារសកលនិងវិស័យអាកាសចរណ៍ផងដែរ